អ្វីទៅជាធម្មពលពិតប្រាកដដែលអាចផ្លាស់ប្ដូរប្រទេសមួយពីភាពក្រីក្រទៅជាប្រទេសដែលរីកចម្រើនបានតើវាជាទ្រព្យធនធានធម្មជាតិឬបច្ចេកវិទ្យាជាក់ស្ដែងមានតែការអប់រំទេដែលជាកូនសោសម្រាប់បើកទ្វារដើម្បីទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងរឹងមាំនិងយូរអង្វែងជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមសម្ដែងនៅការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះគណៈអធិបតីគណៈកម្មការនិងមិត្តអ្នកសិក្សាជាទីស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះរស់សុកពន្លឺជាសិស្សរៀននៅថ្នាក់ទី8នៃសាលារៀន Mikeway Grand Beacon 1នៅក្នុងថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីរំភើបយ៉ាងក្រៃលែងដែលបានឈរនៅលើវេទិកាដ៏អស្ចារ្យមួយនេះដើម្បីចូលរួមបង្ហាញមតិយោបល់ទៅលើប្រធានបទដ៏សំខាន់មួយនោះគឺវិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអង្គវេទិកាទាំងមូលជាទីគោរពមុននឹងឈានទៅដល់ការបកស្រាយសូមអនុញ្ញាតឲ្យរូបនាងខ្ញុំបញ្យល់នៅពាក្យកន្លឹះខ្លះៗជាមុនសិននេះបើយន្តទៅតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាតពាក្យថាអប់រំមានន័យថាការបណ្ដុះបណ្ដាលចំណេះដឹងជំនាញនិងសិលធម៌ចំណែកឯពាក្យថាសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃការផលិតការចែកចាយនិងការប្រើប្រាស់ធនធាននៅក្នុងសង្គមរីឯចុងក្រោយគឺអភិវឌ្ឍសេដ្ឋកិច្ចសំដៅទៅលើការកើនឡើងនៃផលិតភាពការកើនចំណូលនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននេះបើយកទៅតាមខ្លឹមសាររបស់ក្រសួងសេដ្ឋកិច្ចដូចនេះប្រធានបទខាងលើគឺមានន័យថាវិស័យអប់រំគឺជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រោះវាបង្កើតនូវធនធានមនុស្សដែលមាននូវចំណេះដឹងជំនាញនិងសិលធម៌ដែលអាចចូលរួមក្នុងការផលិតនិងការរីកចម្រើនសេដ្ឋកិច្ចបានយ៉ាងមានប្រសិទ្ធភាពតោះមកមើលទាំងអស់គ្នាថាតើមានតលហេកអ្វីខ្លះដើម្បីគ្រប់គ្រងទៅលើប្រធានបទរបស់នាងខ្ញុំទី1ការអប់រំបង្កើតធនធានមនុស្សឲ្យមានគុណភាពការអប់រំជួយបណ្ដុះបណ្ដាលមនុស្សឲ្យមាននូវចំណេះដឹងនិងជំនាញដែលជាធាតុសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមនុស្សដែលមានការសិក្សាខ្ពស់តែងតែត្រូវបានពិពណ៌នាថាជាមនុស្សដែលមានប្រាជ្ញានិងអាចដឹកនាំសង្គមជាតិបានជាក់ស្ដែងនាពេលបច្ចុប្បន្ននេះមានប្រទេសកូរ៉េខាងត្បូងនិងជប៉ុនបានវិនិយោគខ្លាំងលើវិស័យអប់រំហើយបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបានយ៉ាងឆាប់រហ័សទី2ការអប់រំជំរុញការបង្កើតនិងនវានុវត្តន៍អង្គវេទិកាទាំងមូលជាទីគោរពមានពាក្យស្លោកមួយបានពោលថាការអប់រំថ្ងៃនេះជាអនាគតថ្ងៃស្អែកនេះសំដៅទៅលើមនុស្សដែលមានការអប់រំល្អអាចរកបាននូវគំនិតថ្មីៗនិងបច្ចេកវិទ្យាថ្មីៗដែលអាចរួមចំណែកក្នុងការបង្កើនផលិតភាពសេដ្ឋកិច្ចមិនថានៅក្នុងប្រទេសអភិវឌ្ឍឬកំពុងអភិវឌ្ឍនោះទេមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនត្រូវបានបង្កើតឡើងដោយមនុស្សដែលមានចំណេះដឹងខ្ពស់និងគំនិតច្នៃប្រឌិតទី3ការអប់រំជួយកាត់បន្ថយភាពក្រីក្រនិងបង្កើនជីវភាពរស់នៅការអប់រំជួយមនុស្សឲ្យរកបាននូវការងារល្អមានប្រាក់ចំណូលខ្ពស់និងបង្កើនគុណភាពជីវិតបុគ្គលណាដែលខិតខំប្រឹងប្រែងសិក្សារមែងអាចផ្លាស់ប្ដូរជីវិតពីភាពក្រីក្រទៅរកភាពជោគជ័យបានសំដូចគេថារៀនដើម្បីរស់ដើម្បីរៀននោះអីយ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាយ៉ាងនេះផងដែរប្រជាជនណាដែលមានការសិក្សាល្អអាចរកបាននូវការងារល្អមានប្រាក់ចំណូលខ្ពស់ដែលជាកត្តាសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាសក្ខីភាពវិស័យអប់រំគឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រោះវាបង្កើតនូវធនធានមនុស្សជំរុញនវានុវត្តន៍និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនដូចនេះយើងទាំងអស់គ្នាគួរតែផ្ដល់អាទិភាពចម្បងដល់ការអប់រំដើម្បីធានាបាននូវអនាគតរុងរឿងសម្រាប់សង្គមជាតិជាចុងក្រោយនាងខ្ញុំសូមធ្វើការបដិញ្ញាចិត្តនិងសំណូមពរទៅដល់យុវជនខ្មែរគ្រប់រូបចូលខិតខំប្រឹងប្រែងសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាពចំណេះជំនាញជាបន្តបន្ទាប់និងចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំដើម្បីឲ្យប្រទេសជាតិរបស់យើងកាន់តែរីកចម្រើនជាចុងបញ្ចប់នាងខ្ញុំសូមធ្វើការគោរពថ្លែងអំណរគុណទៅដល់គណៈអធិបតីគណៈកម្មការនិងមិត្តអ្នកសិក្សាជាទីស្រឡាញ់ដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់ការបកស្រាយរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយនាងខ្ញុំក៏សូមជូនពរដល់អង្គវេទិកាទាំងមូលឲ្យជួបប្រទះនៅតែពុទ្ធពរទាំង4ប្រការនោះគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លាតឡើយសូមអរគុណ